Chẳng đôi nâng sale đá cái này có trời chăm bạch mô roll ai cả xa để vẽ bọn từng ó bà ai cả xa supporting document dù một vừa ca Kotra hay post lecture hỏi trên chỉ try balance nhưng aiផលិតចេញជារបាយការណ៍ហិរញ្ញវត្ថុបានណាបាទចុះឯកសារអីខ្លះដែលពាក់ព័ន្ធជាមួយនឹង purchasing process បាទទី1យើងមានអីយើងមាន purchase request យើងមាន quotation purchase order contract delivery note បាទ purchase invoice ទាំងអស់នេះសុទ្ធតែជាឯកសាររបស់យើងឯងដែលត្រូវប្រើតែជួនកាលវាអាចអត់មានដែរណាជួនកាលយើងអត់មាន purchase order ទេជួនកាលយើងអត់មាន delivery note ទេដោយសារតែអ្នកគ្រប់គ្រងរបស់យើងគាត់អត់ឲ្យណាអញ្ចឹងយើងអត់មានដែរអញ្ចឹងករណីនេះវា exceptional ខ្លះដែរក៏ប៉ុន្តែបើសិនជាអ្នកនរនេះចែងនៅក្នុងគោលការណ៍ complete set របស់ document ហ្នឹងត្រូវតែមានទាំងអស់ហ្នឹងទៅណាហើយចាំយើង exceptional case ក្នុងករណីជាក់ស្ដែងចាំបាច់តបមកទៀតគឺអានេះគឺជំពាក់ហើយយើងទិញហើយជំពាក់តបមកយើងទូទាត់លុយ make payment អញ្ចឹង payment របស់យើងមិនបាច់ចាំយកឯកសារទាំងអស់នេះទៅដាក់ទេយើងយកតែ purchase invoice មួយហើយនឹងផុសតាងដែលបញ្ជាក់ថាយើងពិតជាបានទូទាត់មែនទៅដាក់ចូលភ្ជាប់គឺគ្រប់គ្រាន់ដែរបូកជាមួយនឹង slip របស់យើងបាទចុះការកត់ត្រានេះការកត់ត្រាកន្លែងនេះខ្ញុំលើកបន្តិចខ្ញុំថាខ្ញុំនឹងបង្ហាញអំពីការកត់ត្រាមួយហើយខ្ញុំបង្ហាញអំពីការទិញតើទិញរបស់យើងអាចទិញជាអីខ្លះបាទចំពោះ purchase បាទអ្វីដែលបានទិញបាទអ្វីដែលបានទិញជួនកាលវាคล้ายទៅជាយើងទិញ asset បាទយើងទិញ asset ជាមួយនឹងយើងទិញរបស់ប្រើប្រាស់និយាយបានថាជា consuming item អញ្ចឹង consuming item នេះអាចជាអីគេនៅក្នុងគណនីគេចែកជា2គឺនៅពេលដែលបងប្អូនទិញ asset បាទទិញ asset រយៈពេលវែងមួយនោះគេហៅថា capital expenditure នៅពេលដែលបងប្អូនធ្វើទិញទំនិញដែលជាតម្រូវការប្រើប្រាស់ក្នុងរយៈពេលខ្លីឬក៏តូចតាចវាជាចំណាយនោះយើងហៅវាថាជា revenue បាទ expenditure revenue expenditure អញ្ចឹងនៅពេលដែលបងប្អូនទិញ asset គឺកត់ត្រាវាចូល asset នៅពេលដែលបងប្អូនទិញពពួក revenue expenditure គឺកត់ត្រាវាទៅជា expense ណារបស់នេះគឺប្រើអានេះដូចជាយើងទិញឡានទិញម៉ូតូចំពោះរបស់ទាំងអស់នេះដូចយើងអីគេជួសជុលទិញគ្រឿងបន្លាស់បាទញ៉ាំអាហារបាទអញ្ចឹងទាំងអស់នេះវាសុទ្ធតែស្ថិតនៅក្នុងផ្នែកបាទផ្នែកនៃពពួកចំណាយហើយមានន័យថាជាចំណាយប្រតិបត្តិការដែលយើងប្រើប្រាស់ក្នុងមួយរយៈពេលខ្លីហើយវាបាត់បង់វាអាច recover មកវិញបានហើយបាទអូខេអញ្ចឹងក្នុងនេះយើងមានប្រតិបត្តិការមួយចំនួនដែរដែលគ្រាន់តែជាឧទាហរណ៍អញ្ចឹងខ្ញុំមកធ្វើលើកនេះយើងទៅមើលប្រតិបត្តិការរបស់យើងកាលពីម្សិលបន្តិចការលក់បាទចុះបើសិនជាយើងអ្នកទិញវិញខ្ញុំឧទាហរណ៍ដល់កន្លែងនេះអានេះយើង record សម្រាប់បាទ sell and purchase អញ្ចឹងក្រុមហ៊ុនបាទនេះយើងថាយើងនៅថ្ងៃទីនេះគឺកាលពីម្សិលយើងប្រើសម្រាប់ក្រុមហ៊ុន company A បាទអញ្ចឹងយើង record សម្រាប់ company A ចុះឥឡូវបើសិនជាយើង record សម្រាប់ company B
ตา company B ก็เธอ record แบบไหนcompany B ក៏អត់ខុសគ្នាដែរគាត់មានព្រឹត្តិការណ៍របស់គាត់ដែលត្រូវគាត់ត្រាដូចគ្នានៅថ្ងៃ25ក្នុងនាមគាត់ជាអ្នកទិញតើគាត់ត្រារបៀបម៉េចបាទអញ្ចឹងនៅថ្ងៃទី20នៅថ្ងៃទី5នេះបាទយើងហៅថា credit purchase វិញអញ្ចឹងសម្រាប់អ្នកទិញគឺគាត់ត្រាជា credit purchase មានន័យថាគាត់ទិញគេដោយជំពាក់តើគាត់បានអីនៅពេលដែលគាត់ទិញទាំងអស់គ្នាគាត់ទិញទំនិញអញ្ចឹងគាត់បានអីគេទាំងអស់គ្នាគាត់បានទំនិញឬក៏គាត់បានអីគេគាត់ប្រកាសជាបាន inventory បានទំនិញណាបានទំនិញអញ្ចឹងនៅពេលដែលបានទំនិញគាត់ទំនិញវាគឺជា asset នៅពេលដែល asset កើតឡើងគាត់ត្រាខាង debit inventory at cost បាទ inventory at cost អញ្ចឹងគាត់ទិញគេក្នុងតម្លៃប្រមាណបាទតម្លៃនៃ inventory គឺមិនទាន់រួមពន្ធទេបាទអញ្ចឹងគាត់ទិញគេនេះគឺតម្លៃ104ហើយគាត់ត្រូវទូទាត់លុយគេប្រហែលaccount payable បាទ account payable អញ្ចឹងលុយដែលគាត់ត្រូវទូទាត់ឲ្យគេគឺ114ចុះសួរថា14ទៀតជាស្អី14ទៀតនោះគឺជា VAT input បាទទីទៀតយើងទៅដល់ហើយ VAT input គឺកើតឡើងចេញពី purchase ដោយសារយើងទិញបាទអញ្ចឹង VAT input របស់យើងស្មើប៉ុន្មានគឺស្មើនឹង104នេះគុណជាមួយនឹង 10% តាមអត្រានៅក្នុងប្រទេសកម្ពុជារបស់យើងបាទអាកតម្លៃបន្ថែមគឺស្ថិតនៅក្នុងអត្រា 10% ណា 10% អញ្ចឹងយើងមើលភាពខុសគ្នារវាងអ្នកលក់និងអ្នកទិញណាអ្នកលក់ទទួលស្គាល់ចំណូលអ្នកទិញទទួលស្គាល់សន្និធិរបស់គាត់ដែលគាត់បានទិញចូលជាសន្និធិហើយអ្នកលក់គាត់ទទួលស្គាល់បំណុលពន្ធអ្នកទិញគាត់ទទួលស្គាល់ទ្រព្យសម្បត្តិរបស់គាត់ពន្ធដែលគាត់ត្រូវបង់នេះបាទពន្ធដែលគាត់បានបង់នេះហើយអ្នកទិញទទួលស្គាល់បំណុលត្រូវទេអ្នកលក់ទទួលស្គាល់បំណុលត្រូវទូទាត់បាទអញ្ចឹងនៅកន្លែងរបស់អ្នកទិញនេះគាត់អត់ទាន់មាន cost of goods sold អីកើតឡើងទេព្រោះគាត់អត់ទាន់លក់ទំនិញបាទនៅថ្ងៃទី31ខែនេះបាទប្រកបណាស់គឺអ្នកទិញគាត់ប្រកាសជា paid cash បាទ cash ទៅហើយបាទ cash ទៅអញ្ចឹងលុយដែលគាត់ត្រូវទូទាត់គឺដោះតល់ជាមួយ account payable នេះតើស្អីថយចុះគឺ account payable ថយចុះនៅក្នុងតម្លៃទឹកប្រាក់114នេះអញ្ចឹងនេះគឺជាកំណត់ត្រានៃការកត់ត្រានៅពេលដែលគាត់នៅពេលដែលគាត់បានទូទាត់លុយអញ្ចឹងនេះគឺជាព្រឹត្តិការណ៍មួយរវាងអ្នកទិញណារបស់អ្នកទិញអញ្ចឹងសម្រាប់មេរៀនទិញនេះយើងសន្មតថាបញ្ចប់ត្រឹមប៉ុណ្ណឹងសម្រាប់ការទិញរបស់យើងទាំងអស់គ្នាមានជាសំណួរឬក៏ចម្ងល់អីទេនៅក្នុងមេរៀននេះមែនតើដោយសារតែយើងបានរៀនជាមួយនឹង sale ហើយនៅពេលដែលយើងបាននិយាយគ្នាអំពី sale ហើយចំណុចខ្លះនៃ purchase វាដូចគ្នាបាទវាអត់សូវខុសគ្នាទេវាយោងគ្នាមកបាទខ្ញុំឧទាហរណ៍យើងមកមើលកន្លែងនេះបន្តិចចុះបាទដើម្បីយើងឆ្លៀតពេលបន្តិចនៅពេលដែលយើងនិយាយទៅដល់ payable បាទទី1នេះគេថាសូម្បីតែយើងទិញជួលការិយាល័យក៏ហៅថាជាចំណាយដែរក៏ហៅថាជាការទិញសេវាកម្មដែរអញ្ចឹងការទិញទាំងអស់នេះត្រូវចាំណាមិនមែនទិញត្រឹមតែជាទំនិញទេទិញសេវាកម្មក៏មានទិញផលិតផលក៏មានដែរបាទឲ្យតែយើងទិញដល់ទូទាត់លុយគឺទិញដោយជំពាក់ហើយបាទទិញដោយជំពាក់ប្រើប្រាស់ទឹកភ្លើងដោយជំពាក់ទិញអាហារដោយជំពាក់ជាដើមបាទជាដើមនេះតោះមកយើងទូទាត់លុយបាទទូទាត់លុយដូចតែខ្ញុំបានធ្វើកំណត់ត្រាអញ្ចឹងគឺ debit payable ដែលយើងត្រូវទូទាត់ហើយនឹង credit cash ត្រឡប់មកវិញ